ពេលធ្វើការចូលនិងចេញរបស់គ្រឿងចក្រធុនធ្ងន់សូមអនុវត្តតាមចំណុចទាំង5ខាងក្រោមជាដាច់ខាតទី1គឺជាចំណុចដែលត្រូវអនុវត្តពេលឡើងនិងចុះពីយានយន្តការឡើងនិងចុះពីយានយន្តដោយមិនរក្សាចំណុចត្រត្រង់3ចំណុចអាចបណ្ដាលឲ្យកើតគ្រោះថ្នាក់ដួលបានអ្នកបើកបរត្រូវឡើងនិងចុះពីយានយន្តដោយរក្សាចំណុចត្រត្រង់3ចំណុចគឺដៃទាំងពីរនិងជើងម្ខាងឬដៃម្ខាងជើងទាំងពីររួមជាមួយដៃចាប់រថយន្តអ្នកបើកបរត្រូវឡើងនិងចុះពីយានយន្តដោយរក្សាចំណុចត្រត្រង់3ចំណុចដោយប្រើដៃជើងនិងដៃចាប់របស់យានយន្តអ្នកបើកបរមិនត្រូវចាកចេញពីកន្លែងធ្វើការដោយទុកម៉ាស៊ីនឲ្យនៅតែដំណើរការនោះទេខណៈម៉ាស៊ីននៅតែដំណើរការអាចកើតមានគ្រោះថ្នាក់ដោយសារការរអិលឬការដំណើរការខុសប្រក្រតីរបស់ឧបករណ៍នៅពេលមកដល់កន្លែងធ្វើការអ្នកបើកបរត្រូវបិទម៉ាស៊ីនសម្របសម្រួលជាមួយអ្នកបញ្ជាចរាចរណ៍ហើយដាក់ឧបករណ៍ទប់កង់មុនពេលចាប់ផ្ដើមការងារទី3គឺជាការណែនាំស្ដីពីការគោរពសញ្ញារបស់អ្នកបញ្ជាចរាចរណ៍អ្នកបើកបរមិនត្រូវបើកបរយានយន្តដោយខ្លួនឯងដោយគ្មានសញ្ញាពីអ្នកបញ្ជាចរាចរណ៍ឡើយប្រសិនបើអ្នកបើកបរយានយន្តដោយខ្លួនឯងអាចបណ្ដាលឲ្យកើតគ្រោះថ្នាក់ដោយសារការប៉ះទង្គិចជាមួយកម្មករឬឧបករណ៍នៅក្នុងតំបន់ការងារអ្នកបើកបរត្រូវផ្លាស់ទីយានយន្តនៅក្នុងតំបន់ការងារតាមសញ្ញាណែនាំរបស់អ្នកបញ្ជាចរាចរណ៍ទី4គឺជាការណែនាំអំពីការគោរពល្បឿនកំណត់ពេលបើកបរយានយន្តអ្នកបើកបរមិនត្រូវបើកបរលើសល្បឿនកំណត់នៅក្នុងរោងចក្រឡើយការបើកបរលើសល្បឿនកំណត់នៅក្នុងរោងចក្រអាចធ្វើឲ្យមិនអាចហ្វ្រាំងបន្ទាន់បានហើយនៅពេលបត់យានយន្តអាចរាយបាត់ការគ្រប់គ្រងដែលអាចបណ្ដាលឲ្យកើតគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជាការបុកប៉ះនិងការក្រឡាប់យានយន្តអ្នកបើកបរត្រូវគោរពល្បឿនកំណត់នៅក្នុងរោងចក្រជានិច្ចនៅពេលបើកបរយានយន្តទី5គឺជាចំណុចដែលត្រូវប្រុងប្រយ័ត្នអំពីការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបរយានយន្តមុនពេលបើកបរយានយន្តអ្នកបើកបរត្រូវពិនិត្យការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវជានិច្ចប្រសិនបើបើកបរដោយមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលហ្វ្រាំងបន្ទាន់ឬកើតការបុកប៉ះរាងកាយអាចខ្ទាតចេញនិងបណ្ដាលឲ្យក្បាលនិងរាងកាយទទួលរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរអ្នកបើកបរត្រូវពិនិត្យការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ចមុនពេលបើកបរនិងបើកបរដោយសុវត្ថិភាព